ជំរាបសួរនាងខ្ញុំឡុងសូវ៉ាន់ប្រធានបទថ្ងៃនេះគឺនិយាយអំពីការព្យាករណ៍ជោគជតារាសីសម្រាប់អ្នកកើតឆ្នាំវកប្រចាំខែឧសភាឬខែ5ឆ្នាំ2025ប្រសិនបើលោកអ្នកត្រូវការការប្រឹក្សាយោបល់អំពីហ្វុងស៊ុយក្នុងការសាងសង់គេហដ្ឋានថ្មីឬជួសជុលគេហដ្ឋានឬរៀបចំគេហដ្ឋានសម្រាប់រស់នៅឬជាគំនិតនៃការរចនាប្លង់ផ្ទៃខាងក្នុងនៃគេហដ្ឋានឬការសាងសង់អគារដើម្បីធ្វើពាណិជ្ជកម្មផ្សេងៗឲ្យត្រូវតាមរចនាបថរបស់ហ្វុងស៊ុយលោកអ្នកអាចទំនាក់ទំនងមកកាន់នាងខ្ញុំតាមរយៈទំព័រ Facebook ដែលបានបង្ហាញជូននៅលើវីដេអូនេះឬលោកអ្នកអាចទំនាក់ទំនងមកកាន់នាងខ្ញុំតាមរយៈ WhatsApp 0049 17 82 05 21 47នោះលោកអ្នកពិតជាមិនខុសបំណងឡើយជោគជតារាសីរបស់លោកអ្នកនៅក្នុងខែនេះបានបង្ហាញថាជីវិតអាចនឹងមានការផ្លាស់ប្ដូរជួនកាលអាចប្រឈមនឹងបញ្ហាដ៏គួរឲ្យយកចិត្តទុកដាក់ខ្ពស់ដូច្នេះលោកអ្នកគួរតែមានការប្រុងប្រយ័ត្នគ្រប់បែបយ៉ាងមិនថាតែសុខភាពឬសុវត្ថិភាពឬផ្នែកហិរញ្ញវត្ថុឬការងារឬការទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនរបស់លោកអ្នកនោះទេនៅក្នុងខែនេះដើម្បីជៀសវាងបញ្ហាចំនួនផ្សេងៗចូលរក្សាភាពអព្យាក្រឹតនិងព្យាយាមមិនចូលរួមជជែកពេកញែកច្រើនបើនិយាយឲ្យខ្លីទៅគឺស្ងៀមស្ងាត់ល្អប្រសើរជាងស្រដីបើមិនដូច្នេះទេក្រែងលោកអាចប្រឈមទៅនឹងបញ្ហាឬការខាតបង់ឬការបាត់បង់ការងារតួនាទីជាដើមពេលខ្លះលោកអ្នកហាក់ដូចជាមានអារម្មណ៍មួម៉ៅឬស្មុគស្មាញឬអស់សង្ឃឹមនៅក្នុងជីវិតខុសពីធម្មតាឬនឿយហត់ឬអាចប្រឈមជាមួយបញ្ហាសុខភាពផ្ទាល់ខ្លួនឬអាចប្រឈមនឹងបញ្ហាសុខភាពនៃក្រុមគ្រួសារជាដើមដូច្នេះប្រសិនបើលោកអ្នកមានអារម្មណ៍មួម៉ៅកើតឡើងចូលព្យាយាមគ្រប់គ្រងអារម្មណ៍ឲ្យបានល្អទោះបីជាលោកអ្នកស្ថិតក្នុងរង្វង់ក្រុមគ្រួសារឬនៅកន្លែងធ្វើការងារក៏ដោយជួនកាលលោកអ្នកនឹងអាចត្រូវធ្វើដំណើរឬត្រូវផ្លាស់ប្ដូរទីកន្លែងរស់នៅឬត្រូវផ្លាស់ប្ដូរតួនាទីការងារឬស្ថានភាពនៃជីវិតមានការផ្លាស់ប្ដូរផ្សេងៗនៅក្នុងខែនេះដូច្នេះប្រសិនបើលោកអ្នកកំពុងតែស្វែងរកការងារធ្វើឬលោកអ្នកចង់បានតួនាទីថ្មីនៅក្នុងខែនេះវាក៏អាចផ្ដល់ឱកាសល្អដល់លោកអ្នកដែរប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយប្រសិនបើលោកអ្នកចង់ផ្លាស់ប្ដូរការងារកន្លែងនោះលោកអ្នកគួរតែស្វែងយល់អំពីគោលនយោបាយនៃអង្គភាពថ្មីនោះឲ្យបានច្បាស់លាស់និងចុះកិច្ចសន្យាជាមួយក្រុមហ៊ុនថ្មីនោះជាមុនសិនដើម្បីជៀសវាងបញ្ហាប្រាក់កបង់ថង់ក៏ដាច់ទីបំផុតអ្វីៗក៏បាត់បង់ឬក្រែងលោប៉ះចំកន្លែងដែលមិនល្អប្រពៃដោយការរំពឹងទុករបស់លោកអ្នកដែលអាចនឹងនាំឲ្យមានវិបត្តិសារីជីវិតជួបនឹងភាពជូរចត់ឡើងដូចគ្នានេះដែរចំពោះផ្នែកហិរញ្ញវត្ថុលោកអ្នកមិនគួរចូលរួមក្នុងការវិនិយោគប្រភេទណាដែលមានហានិភ័យខ្ពស់និងក្រោមការញុះញង់ពីអ្នកដទៃដែលគ្មានជំនាញនោះទេពីព្រោះវាអាចនាំឲ្យលោកអ្នកប្រឈមជាមួយភាពខាតបង់ផ្នែកហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរបានប៉ុន្តែប្រសិនបើលោកអ្នកស្ថិតក្នុងវិស័យអចលនទ្រព្យវិញវាគឺជាឱកាសដ៏ល្អក្នុងការបង្កើនប្រាក់ចំណូលនៅក្នុងខែនេះដូច្នេះប្រសិនបើលោកអ្នកមានបំណងចង់លក់ដូរដីធ្លីឬលោកអ្នកមានបំណងចង់លក់ដូរផ្ទះសម្បែងវាអាចជាឱកាសល្អសម្រាប់លោកអ្នកដើម្បីដាក់ផ្សព្វផ្សាយចូលក្នុងទីផ្សារទោះបីជាយ៉ាងណាក៏ដោយលោកអ្នកគួរតែមានការប្រុងប្រយ័ត្ននិងពិនិត្យឲ្យបានច្បាស់លាស់ម្ដងហើយម្ដងទៀតគ្រប់កិច្ចការងារដែលលោកអ្នកទទួលខុសត្រូវដើម្បីឲ្យប្រាកដថាត្រឹមត្រូវជាពិសេសនៅពេលចុះហត្ថលេខាលើកិច្ចសន្យាផ្សេងៗលោកអ្នកក៏គួរតែអានលក្ខខណ្ឌដោយប្រុងប្រយ័ត្នដើម្បីជៀសវាងបញ្ហានាពេលអនាគតដូចគ្នានេះដែរក្នុងខែនេះលោកអ្នកក៏អាចនឹងត្រូវមានការចំណាយច្រើនផងដែរដូច្នេះចូលយកចិត្តទុកដាក់ចំពោះការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុសម្រាប់ក្រុមគ្រួសាររបស់លោកអ្នកឲ្យបានល្អផងម្យ៉ាងទៀតក្នុងខែនេះអ្វីដែលលោកអ្នកគួរតែធ្វើនោះគឺយកពេលវេលានេះសម្រាប់កាយជាមួយក្រុមគ្រួសារនិងផ្លាស់ប្ដូរបរិយាកាសជុំវិញខ្លួនខ្លះៗដើម្បីថែរក្សាសុខភាពនិងដើម្បីជៀសវាងបញ្ហាផ្សេងៗសូមចងចាំថាប្រសិនបើលោកអ្នកមានសុខភាពរឹងមាំល្អលោកអ្នកអាចធ្វើការងារដើម្បីទទួលបាននូវអ្វីៗគ្រប់យ៉ាងក៏ប៉ុន្តែមិនមែនមានន័យថាគិតពីសុខភាពហួសហេតុ
រហូតคล้ายទៅជាទម្លាប់មិនធ្វើអ្វីសោះនោះទេជារឿយៗក្នុងករណីដែលលោកអ្នកប្រឈមមុខជាមួយនឹងបញ្ហាណាមួយនោះការទទួលបាននូវដំណោះស្រាយដ៏ល្អបំផុតគឺកើតឡើងនៅពេលដែលលោកអ្នកមានអារម្មណ៍ស្ងប់ស្ងាត់ហេតុដូច្នេះលោកអ្នកគួរតែព្យាយាមផ្ដោតទៅលើការរក្សាភាពស្ងៀមស្ងាត់និងការគិតពិចារណាដោយច្បាស់លាស់និងមិនចាំបាច់ប្រញាប់ប្រញាល់ធ្វើការសម្រេចចិត្តលឿនពេកឬមានប្រតិកម្មដែលគ្មានហេតុផលនោះទេក្នុងករណីប្រសិនបើមានអ្វីកើតឡើងជីវិតគូស្រករសម្រាប់អ្នករៀបការឬអ្នកមានគូស្រកររួចហើយចូលសន្ទនាគ្នាដោយការគោរពយោគយល់អត់ឱននិងផ្ដល់តម្លៃឲ្យគ្នាទៅវិញទៅមកប្រសិនបើមានរឿងមិនសប្បាយចិត្តចំពោះគ្នាចូលចំណាយពេលវេលាខ្លះៗដើម្បីពិភាក្សាគ្នាស្វែងរកដំណោះស្រាយដ៏ល្អដោយសន្តិវិធីចូលរក្សាភាពស្មោះត្រង់ភក្ដីភាពចំពោះគ្នាទៅវិញទៅមកលោកអ្នកមិនគួរមានចិត្តរវើរវាយភ្លើតភ្លើនភ្លេចភ្លាំងទៅតាមកម្លាំងវាយោឡើយប្រសិនបើសុភមង្គលក្នុងក្រុមគ្រួសារគឺជាសេចក្តីត្រូវការដែលលោកអ្នកប្រាថ្នាចង់បានយ៉ាងណាមិញប្រសិនបើសមាជិកគ្រួសាររបស់លោកអ្នកមានអ្នកកើតឆ្នាំនៅក្នុងខែនេះលោកអ្នកក៏គួរតែមានការយល់ចិត្តនិងជួយផ្ដល់ការលើកទឹកចិត្តដល់គេផងដែរសម្រាប់អ្នកនៅលីវឬអ្នកដែលមិនទាន់មានគូស្រករវិញនៅក្នុងខែនេះអ្នកមិនគួរធ្វើដំណើរទៅណាមកណាតែម្នាក់ឯងនោះទេជួនកាលក្នុងខែនេះអ្នកប្រហែលជាអាចបានជួបមនុស្សដែលគួរឲ្យចាប់អារម្មណ៍ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចូលចំណាយពេលវេលាមើលចិត្តគ្នាឲ្យបានច្បាស់លាស់ផងម្យ៉ាងទៀតចូលជៀសវាងការផ្សងរកគូស្នេហ៍ជាពិសេសការផ្សងរកគូស្នេហ៍ដោយប្រព័ន្ធសង្គមផ្សេងក្រែងលោកអាចប្រទះជាមួយមនុស្សដែលអ្នកមិនប្រាថ្នាចង់បានក្នុងជីវិតជួនកាលគេអាចជាមនុស្សដែលមានតួនាទីការងារធំដុំឬគេជាមនុស្សដែលស្ថិតក្នុងវិស័យអចលនទ្រព្យឬគេជាមនុស្សដែលមានទ្រព្យធនច្រើនប៉ុន្តែអាចមានអត្តចរិតបែបឆ្មើងឆ្មៃឬគេមានអត្តចរិតបែបពិបាកចូលចំណោមអ្នកដទៃឬគេមានអត្តចរិតណាមួយដែលអ្នកមិនអាចទទួលយកបានឬគេជាមនុស្សដែលមានបញ្ហាសុខភាពជាដើមក៏ប៉ុន្តែប្រសិនបើអ្នកមានគូស្នេហ៍រួចហើយពេលនេះប្រហែលជាឱកាសល្អសម្រាប់អ្នកដើម្បីជ្រើសរើសពេលវេលាល្អក្នុងការកាន់ដៃគ្នាចូលរោងអាពាហ៍ពិពាហ៍ហើយទេដឹងសុខភាពនៅក្នុងខែនេះលោកអ្នកគួរតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខភាពផ្ទាល់ខ្លួននិងសុខភាពក្រុមគ្រួសារផងដែរជាពិសេសអ្នកដែលមានសុខភាពទន់ខ្សោយឬអ្នកដែលមានវ័យចំណាស់ឬស្ត្រីមានផ្ទៃពោះឬទារកឬក្មេងតូចឬអ្នកជំងឺចូលជៀសវាងការលេងកីឡាឬការហាត់ប្រាណជាមួយឧបករណ៍ប្រភេទណាដែលអាចបង្កគ្រោះថ្នាក់នៅក្នុងខែនេះចូលយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់បំផុតនៅពេលធ្វើដំណើរឬនៅពេលបើកបរលោកអ្នកគួរតែមានការប្រុងប្រយ័ត្នគោរពច្បាប់ចរាចរណ៍ឲ្យបានត្រឹមត្រូវនិងត្រូវតែជៀសវាងការសេពគ្រឿងស្រវឹងពីព្រោះវាជាប្រយោជន៍ក្នុងការថែរក្សាសុវត្ថិភាពផ្ទាល់ខ្លួនរបស់លោកអ្នកការថែរក្សាសុវត្ថិភាពក្រុមគ្រួសាររបស់លោកអ្នកនិងការថែរក្សាសុវត្ថិភាពរបស់អ្នកដទៃប្រសិនបើលោកអ្នកអាចធ្វើនៅចំណុចនេះបានល្អវាក៏ជាចំណែកមួយនៃការសន្សំកុសលផលបុណ្យផងដែរដូចគ្នានេះដែរប្រសិនបើមិនចាំបាច់ទេចូលជៀសវាងការធ្វើដំណើរពេលយប់ងងឹតនិងជៀសវាងការស្ថិតនៅក្នុងទីងងឹតតែម្នាក់ឯងគន្លឹះនៃការថែរក្សាសុខភាពចូលទទួលទានទឹកឲ្យបានយ៉ាងហោចណាស់2លីត្រក្នុងមួយថ្ងៃនិងរស់នៅក្នុងបរិស្ថានដែលមានបរិយាកាសនិងអនាម័យល្អព្រមទាំងបរិភោគចំណីអាហារសុខភាពដូចជាបន្លែផ្លែឈើដែលដាំដុះដោយធម្មជាតិជាដើមប្រសិនបើលោកអ្នកមានវ័យចំណាស់លោកអ្នកគួរតែថែរក្សាសុខភាពបន្ថែមទៀតដោយការបរិភោគចំណីអាហារណាដែលអាចជាជំនួយដល់សុខភាពដូចជាបន្លែផ្លែឈើដែលដាំដុះដោយធម្មជាតិនិងទទួលទានទឹកឲ្យបាន2លីត្រក្នុងមួយថ្ងៃជារៀងរាល់ថ្ងៃនិងដើរហាត់ប្រាណក្រោមពន្លឺព្រះអាទិត្យខ្លះៗដើម្បីជួយដល់សុខភាពខួរក្បាលនិងសុខភាពឆ្អឹងឲ្យរឹងមាំល្អយ៉ាងណាមិញប្រសិនបើសុខភាពរបស់លោកអ្នកមិនមានអ្វីធ្ងន់ធ្ងរទេនោះចូលកុំប្រើប្រាស់ឱសថច្រើនពេកជួនកាលវាមិនមានអំណោយផលល្អសម្រាប់សុខភាពរបស់លោកអ្នកទាំងស្រុងនោះទេចូលព្យាយាមថែរក្សាសុខភាពរបស់លោកអ្នកដោយលក្ខណៈធម្មជាតិ
ដើម្បីជៀសវាងហានិភ័យខ្ពស់ចំពោះសុខភាពនិងដើម្បីជៀសវាងបញ្ហាផ្នែកហិរញ្ញវត្ថុដែលអាចនាំឲ្យមានបញ្ហាជីវភាពកើតឡើងឪពុកម្ដាយដែលមានកូនកើតក្នុងដែលគេនៅក្មេងឬគេនៅតូចឬគេនៅមិនទាន់ដឹងក្តីនៅឡើយចូលយកចិត្តទុកដាក់មើលថែទាំគេឲ្យបានល្អជាពិសេសនៅក្នុងខែនេះលោកអ្នកមិនគួរបណ្តោយឲ្យគេលេងនៅក្បែរផ្លូវឬក្បែរស្រះទឹកឬក្បែរអាងទឹកទន្លេបឹងបួរឬនៅម្នាក់ឯងនោះទេយ៉ាងណាមិញលោកអ្នកគួរតែផ្ដល់ការអប់រំដល់ពួកគេដោយការយោគយល់ស្ដាប់ហេតុផលនិងដោយសេចក្តីស្រឡាញ់បើទោះបីជាគេមានចរិតរឹងរូសមានះក៏ដោយចុះម្យ៉ាងទៀតចូលយកចិត្តទុកដាក់ក្នុងការថែរក្សាសុខភាពរបស់គេឲ្យបានល្អខ្ជាប់ខ្ជួនជាពិសេសនៅក្នុងខែនេះចូលផ្ដល់ក្តីស្រឡាញ់ការអប់រំប្រកបដោយការស្ដាប់ហេតុផលនិងការថែរក្សាកូនរបស់លោកអ្នកឲ្យបានល្អគ្រប់ពេលវេលាដើម្បីអាចជួយជាដំណោះស្រាយក្រែងលោវិតបញ្ហាសុខភាពក្នុងពេលយប់ព្រលប់លោកអ្នកគួរតែមានឱសថដូចជាប៉ារ៉ាសេតាមុលទុកដាក់នៅក្នុងផ្ទះផងវិធីបង្កើនសំណាងល្អតាមបែបជប់ចតារិស័យនៅក្នុងខែនេះលោកអ្នកគួរតែប្រើប្រាស់សម្លៀកបំពាក់ពណ៌សពណ៌ប្រាក់និងប្រើប្រាស់គ្រឿងអលង្ការដែលធ្វើពីលោហៈធាតុដូចជាមាសឬប្រាក់ឬដែកឬលង្ហិនឬស្ពាន់ឬសំរឹទ្ធដែលមិនមានដាំត្បូងអ្វីទាំងអស់ជាប្រចាំវាប្រហែលជាអាចជួយលើករាសីនិងបង្កើនសំណាងល្អបានខ្លះដែរម្យ៉ាងវិញទៀតប្រសិនបើលោកអ្នកមានជីវភាពសមរម្យដែរចូលបរិច្ចាគទានទៅឲ្យអ្នកខ្វះខាតឬបរិច្ចាគឲ្យមូលនិធិនៃអង្គការមនុស្សធម៌ណាដែលលោកអ្នកគិតថាល្អឬបរិច្ចាគចំពោះសាសនាណាមួយដែលលោកអ្នកគោរពនិងមានជំនឿឬធ្វើបុណ្យសន្សំកុសលតាមលទ្ធភាពនិងសទ្ធាជ្រះថ្លារបស់លោកអ្នកឬដោះលែងជីវិតសត្វឬធ្វើអំពើល្អផ្សេងតាមដែលអាចធ្វើបានពីព្រោះបើតាមអបិយជំនឿវាអាចនឹងមានអំណោយផលល្អដល់ការបន្ធូរបន្ថយនៃសំណាងអាក្រក់បានខ្លះដែរបើលោកអ្នកត្រូវការឱសថធម្មជាតិដែលផលិតនៅប្រទេសអាល្លឺម៉ង់សម្រាប់ព្យាបាលជំងឺសម្លាក់ឆ្អឹងជំនួយឆ្អឹងជំនួយភ្នែកជំនួយសួតសម្រួលដល់ផ្លូវដង្ហើមព្យាបាលក្រពះនិងពោះវៀនព្យាបាលតម្រងនោមជួយសម្រួលដល់ប្រព័ន្ធសរសៃប្រសាទសម្រាប់អ្នកដែលមានបញ្ហាផ្លូវចិត្តគិតច្រើនខឹងច្រើនគេងមិនលក់ជាដើមសូមបញ្ជាក់ថាវាជាឱសថដែលលក់នៅលើទីផ្សារនៃប្រទេសអាល្លឺម៉ង់ដែលត្រូវបានត្រួតពិនិត្យយ៉ាងត្រឹមត្រូវពីក្រសួងសុខាភិបាលនៃប្រទេសអាល្លឺម៉ង់ដូច្នេះប្រសិនបើលោកអ្នកត្រូវការឱសថប្រភេទណាមួយសម្រាប់ជាជំនួយដល់សុខភាពរបស់លោកអ្នកក្នុងតម្លៃសមរម្យដើម្បីជាជំនួយដល់សេដ្ឋកិច្ចក្នុងក្រុមគ្រួសារនិងមិនមានហានិភ័យចំពោះសុខភាពសូមទំនាក់ទំនងមកកាន់នាងខ្ញុំតាមរយៈទំព័រ Facebook នេះឬតាមរយៈ Telegram 0049 17 8205 2147នោះលោកអ្នកពិតជាមិនខុសបំណងឡើយវិធីបង្កើនសំណាងល្អតាមបែបហ្វុងស៊ុយដើម្បីជៀសវាងបញ្ហាផ្សេងនិងដើម្បីជួយបង្កើនសុភមង្គលក្រុមគ្រួសារនិងដើម្បីនាំមកនូវភាពល្អប្រសើរក្នុងជីវិតនៅក្នុងខែនេះលោកអ្នកគួរតែជៀសវាងការប្រើប្រាស់ទិសខាងជើងឈៀងខាងកើតទិសខាងត្បូងទិសខាងត្បូងឈៀងខាងលិចទិសខាងត្បូងឈៀងខាងកើតនិងទិសខាងជើងឈៀងខាងលិចជាកន្លែងដំណេកឬជាកន្លែងធ្វើការងារផ្សេងជាពិសេសអ្នកដែលមានវ័យចំណាស់ឬអ្នកដែលមានសុខភាពទន់ខ្សោយឬអ្នកជំងឺឬស្ត្រីមានផ្ទៃពោះឬទារកឬក្មេងតូចជាដើមបន្ថែមលើនេះផងដែរលោកអ្នកក៏មិនគួរមានការបង្កសំឡេងរំខានដូចជាការដំឬស្វានឬជួសជុលឬបើកទូរទស្សន៍ឬច្រៀងខារ៉ាអូខេឬបើកចម្រៀងកងរំពងឬមានការកាប់ដើមឈើឬមានកម្មវិធីដ៏អធិកអធមនៅទិសទាំងនេះនោះទេម្យ៉ាងទៀតចូលជៀសវាងការអុជទៀនធូបបន់ស្រន់ផ្សេងឬមានធាតុភ្លើងនៅទិសខាងជើងឈៀងខាងកើតទិសខាងត្បូងឈៀងខាងលិចទិសខាងជើងឈៀងខាងលិចនិងទីតាំងកណ្ដាលផ្ទះឬទីតាំងកណ្ដាលបន្ទប់ទោះបីជាការដាំស្លក៏ដោយប្រសិនបើទ្វារចេញចូលគេហដ្ឋានដែលលោកអ្នកចាំបាច់ត្រូវតែប្រើប្រាស់ឬមានបង្អួចស្ថិតនៅលើទីតាំងនៃទិសណាមួយដោយដែលបានជម្រាបជូននេះលោកអ្នកគួរតែព្យាយាមបើកឲ្យបានតិចបំផុតតាមដែលអាចធ្វើបានបើមិនដូច្នោះទេក្រែងលោអាចប្រឈមនឹងបញ្ហាផ្សេងដែលមិននឹកស្មានដល់
ទីតាំងនិងទិសដ៏ល្អសម្រាប់លោកអ្នកប្រើប្រាស់ក្នុងខែឧសភាឆ្នាំ2025នេះដែលអាចជួយបង្កើនប្រាក់ចំណូលក្នុងមុខរបរប្រចាំថ្ងៃរបស់លោកអ្នកនិងដើម្បីបង្កើនសុភមង្គលក្នុងក្រុមគ្រួសាររបស់លោកអ្នកនោះគឺទិសខាងកើតនិងទិសខាងលិចសូមបញ្ជាក់ថាទោះបីជាជោគជតារាសីបានបង្ហាញយ៉ាងណាក៏ដោយវាគ្រាន់តែជាការព្យាករណ៍តែប៉ុណ្ណោះរីឯលទ្ធផលយ៉ាងណាវិញនោះជួនកាលវាអាស្រ័យទៅលើបរិស្ថាននៃទីកន្លែងដែលលោកអ្នករស់នៅនិងទីកន្លែងដែលលោកអ្នកធ្វើការងាររួមជាមួយបុណ្យកុសលដែលលោកអ្នកបានសាងពីអតីតកាលនិងបច្ចុប្បន្នកាលព្រមទាំងការគិតពិចារណានិងសកម្មភាពផ្ទាល់ខ្លួនរបស់លោកអ្នកទៅវិញនោះទេដូច្នេះសម្រាប់ជាជំនួយក្នុងការបង្កើនសំណាងក្នុងជីវិតរស់នៅលោកអ្នកគួរតែយកចិត្តទុកដាក់រៀបចំគេហដ្ឋានដែលលោកអ្នករស់នៅនិងទីកន្លែងដែលលោកអ្នកធ្វើការងារឲ្យបានល្អដោយតែបានជម្រាបជូនតាមរយៈវិធីបង្កើនសំណាងល្អតាមបែបហ្វុងស៊ុយបន្ថែមលើនេះផងដែរលោកអ្នកគួរតែរក្សាសីលធម៌ដោយមានអត្តចរិតដឹងខុសត្រូវចេះដឹងគុណចំពោះអ្នកដែលបានផ្ដល់ជំនួយចេះអត់ឱនស្គាល់ចាស់ទុំមានគុណធម៌ក្នុងនាមជាមនុស្សដែលស្មោះត្រង់មិនលោភលន់ហួសប្រមាណមិនចង់បានរបស់អ្នកដទៃមិននិយាយកុហកបោកប្រាស់អ្នកដទៃនិងមិនធ្វើអ្វីដែលនាំឲ្យមានភាពក្តៅក្រហាយដល់អ្នកដទៃជាដើមចូលគិតអ្វីដែលល្អនិងធ្វើអំពើល្អៗផ្សេងៗដោយសេចក្តីជ្រះថ្លាក្នុងចិត្តឲ្យបានច្រើនតាមដែលអាចធ្វើបានពីព្រោះបើតាមអបិយជំនឿប្រសិនបើលោកអ្នកសន្សំអំពើល្អបានច្រើនប៉ុណ្ណាវាក៏អាចនឹងមានអំណោយផលល្អនិងផ្ដល់ឲ្យលោកអ្នកវិញនៅសំណាងល្អៗជាច្រើនផងដែរដូច្នេះចូលយកចិត្តទុកដាក់ថែរក្សាទំនុកបម្រុងនិងឧបត្ថម្ភអ្នកមានគុណរបស់លោកអ្នកគឺឪពុកម្ដាយជីដូនជីតានិងមនុស្សដែលធ្លាប់បានជួយជីវិតរបស់លោកអ្នកឲ្យមានភាពល្អប្រសើរឡើងបន្ថែមលើនេះផងដែរចូលចាប់ផ្ដើមធ្វើអំពើល្អដោយការជួយយកអាសាមនុស្សជុំវិញខ្លួនលោកអ្នកដែលត្រូវការជំនួយទោះបីជាលោកអ្នកជួយគេដោយកម្លាំងកាយឬជួយគេដោយកម្លាំងចិត្តឬជួយគេដោយកម្លាំងប្រាជ្ញាក៏ដោយគឺសុទ្ធតែជាអំពើល្អដូចគ្នាដែលលោកអ្នកអាចធ្វើបានគ្រប់ពេលវេលាគ្រប់កលៈទេសៈចំពោះមនុស្សគ្រប់ស្រទាប់វណ្ណៈទាំងអស់ប្រសិនបើលោកអ្នកត្រូវការការប្រឹក្សាយោបល់អំពីហ្វុងស៊ុយក្នុងការសាងសង់គេហដ្ឋានថ្មីឬជួសជុលគេហដ្ឋានឬរៀបចំគេហដ្ឋានសម្រាប់រស់នៅឬជាគំនិតនៃការរចនាប្លង់ផ្ទៃខាងក្នុងនៃគេហដ្ឋានឬការសាងសង់អគារដើម្បីធ្វើពាណិជ្ជកម្មផ្សេងៗឲ្យត្រូវតាមរចនាបថរបស់ហ្វុងស៊ុយលោកអ្នកអាចទំនាក់ទំនងមកកាន់នាងខ្ញុំតាមរយៈទំព័រ Facebook ដែលបានបង្ហាញជូននៅលើវីដេអូនេះឬលោកអ្នកអាចទំនាក់ទំនងមកកាន់នាងខ្ញុំតាមរយៈ WhatsApp 0049 17 82 05 21 47នោះលោកអ្នកពិតជាមិនខុសបំណងឡើយប្រសិនបើលោកអ្នកយល់ថាការព្យាករណ៍នេះអាចផ្ដល់ជាអត្ថប្រយោជន៍ល្អសម្រាប់ជីវិតរស់នៅសូមចែករំលែកទៅកាន់ក្រុមគ្រួសារមិត្តភ័ក្តិនិងអ្នកផ្សេងៗទៀតផងនាងខ្ញុំសង្ឃឹមថាការព្យាករណ៍នេះអាចផ្ដល់ជាប្រយោជន៍សម្រាប់ការយល់ដឹងដើម្បីជាជំនួយដល់សេចក្តីសុខផ្ទាល់ខ្លួននិងជាការបង្កើនសុភមង្គលក្នុងក្រុមគ្រួសាររបស់លោកអ្នកផងដែរនាងខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះពេលវេលាដ៏មានតម្លៃរបស់លោកអ្នកដែលបានតាមដានទស្សនាតាំងពីដើមរហូតដល់ចប់នាងខ្ញុំសូមគោរពជូនពរដល់លោកអ្នកនិងក្រុមគ្រួសារឲ្យទទួលបាននូវសេចក្តីសុខនិងសុភមង្គលគ្រប់ពេលវេលានាងខ្ញុំឡុងសុវណ្ណសូមជម្រាបលានិងជួបគ្នានៅការព្យាករណ៍បន្តទៀត